សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺយើងមករៀនបង្កើត REST API ហើយធ្វើការ add នៅ catch ភ្ជាប់ជាមួយនឹង header response ទៅកាន់ client វិញអញ្ចឹងនៅពេលដែលយើងធ្វើការបង្កើត REST API client request ចូលមកយើងហើយយើងធ្វើការ response ទៅកាន់ client វិញដល់ពេលហ្នឹងយើងអាចធ្វើការ add catch ភ្ជាប់ជាមួយ header ដល់ពេលដែល client request មកម្ដងទៀតវាអត់ចូលទៅដល់កាន់ controller របស់យើងទេគឺវា pro data ដែលយើងបានខាច់នៅលើ header ហ្នឹងហើយវិធីសាស្ត្រនេះគឺយើងអត់ចាំបាច់ធ្វើការសរសេរ code custom ញញៃទេគឺយើងគ្រាន់តែ add ភ្ជាប់ជាមួយនឹង header នៅពេលដែលយើងធ្វើការ response ទៅកាន់ client វិញជាទូទៅយើងអាចប្រើវាជាមួយនឹង data មួយចំនួនដែលយើងគិតថាវាអត់ងាយនឹង change ហើយយើងក៏អាចកំណត់ចំនួនឬក៏ពេលវេលាជាក់លាក់ទៅកាន់ខាច់របស់យើងដើម្បីកុំឲ្យថាអូខេclient request មកបាន data ដដែលអូខេអញ្ចឹងដើម្បីធ្វើការបង្កើត REST API ទម្រង់នឹងបានយើងអាចមាន simple Spring Boot application មួយមកអញ្ចឹងនៅក្នុងនេះគឺខ្ញុំមាន module មួយមានឈ្មោះថា REST API catch ហើយ dependency គឺខ្ញុំប្រើតែ Spring Boot Starter Web ទេដោយសារតែយើងគ្រាន់តែចង់តេស្តតាក់ទងនឹង REST API ភ្ជាប់ជាមួយនឹង catch header អូខេបន្តមកទៀតយើងចូលមកកាន់ ALC main Java កន្លែងនេះខ្ញុំនឹងបង្កើតAPI មួយដាក់ថាapps data controller អូខេហើយនៅកន្លែងនេះគឺយើងប្រើ annotation មួយមានឈ្មោះថា REST controller គេនេះខ្ញុំធ្វើការប្រើធម្មតាទៅយើងបង្កើត public មួយ response entity អូខេនេះវាជាអូខេយើងដាក់ object តែម្ដងទៅ check apps data អូខេអញ្ចឹងកន្លែងនេះយើងអាចធ្វើការដាក់ log មួយ sr4j អូខេrequest អូខេ request check request receive to check app status ហើយកន្លែងនេះគឺយើងអត់ប្រើបែបហ្នឹងទេតម្រង់add catch យើងអាចដាក់ OK តមកទៀតនៅកន្លែងនេះគឺយើងមាន .e-take មួយ e-take នេះគឺវាមកពីពាក្យថា entity take ដែលវាតំណាងឲ្យតម្លៃ unique value សម្រាប់ធ្វើការប្រើប្រាស់ជាមួយនឹង catch អញ្ចឹងដោយសារតែយើងបង្កើត API នេះគឺអត់មាន request param ឬក៏តម្លៃចូលមកទេអញ្ចឹងយើងអាចធ្វើការ set តម្លៃណាមួយទៅដើម្បីធ្វើការតេស្តបើមែនតើយើងអាចយកតម្លៃ request ចេញពី client មកយើងយក store ទៅកន្លែងហ្នឹងអូខេតែកន្លែងនេះដោយសារតែតេស្តយើងអាចប្រើដាក់ថា test e-take អីចេះទៅអូខេហើយយើងធ្វើការ response ទៅកាន់អូខេកន្លែងនេះយើងនៅមាន body មួយទៀត .body អូខេ app is running អូខេបែបនេះហើយកន្លែងនេះយើងអាចមាន get mapping មួយ API v1 setter អូខេ e-take បញ្ជាក់មកទៀតយើងប្រើវាសម្រាប់តាក់ទងនឹង catch header អញ្ចឹងនៅពេលដែល client request ចូលមកយើង respond ទៅកាន់ client វិញយើងភ្ជាប់ជាមួយនឹង header e-take ហ្នឹងឯងហើយតម្លៃរបស់វាតេស្ត e-take អញ្ចឹងទៅបន្តមកទៀតយើងអាចធ្វើការកំណត់តាក់ទងនឹងអាយុរបស់ catch របស់យើងអញ្ចឹងកន្លែងនេះវាមាន catch control .mark x អញ្ចឹងយើងអាចតេស្ត10 second អូខេ time 10 second catch public មកអូខេប៉ុណ្ណាអូខេcatch public យ៉ាបែបនេះអញ្ចឹងយើងប្រើ response entity .ok status ok catch control ហើយអាយុនៃ catch របស់យើងហើយ catch នឹងជាលក្ខណៈ public e-take header .body គឺយើង response ទៅអូខេយើងអាចធ្វើការ run នៅ application របស់យើងបានអូខេវា run នៅ port 8 good
application អូខេខ្ញុំបើក Postman មួយមកអូខេ local hop 8 គុណអូខេវា return មក app is running យើងមើល header ឃើញមានពាក្យថា e-take តម្លៃរបស់វាតែ e-take អូខេដោយសារតែនៅកន្លែងនេះយើងវាពិបាកតែបន្តិចតទៅនឹងខាច់ហ្នឹងប៉ុន្តែយើងអាចមើលកន្លែងនេះបាននេះខាច់ control នេះគឺ max x ស្មើ10 public ហើយបើយើង request ចូលមក request ម្ដងទៀតឃើញវាចូលមកដដែល1 2ទៀតអូខេឃើញថាខាច់ដែលយើងព្យាយាមដាក់ហ្នឹង request ចេញពី postman មកគឺវាអត់ដំណើរការទេអញ្ចឹងខ្ញុំ check មើលតាម document របស់គេវាត្រូវការ change config មួយចំនួនដើម្បីធ្វើការ test ចេញពី postman អញ្ចឹងប៉ុន្តែបើសិនជាចេញពី browser វិញអូខេទៅដល់ណាបាត់ហើយមិញបើចេញពី browser វិញវា auto ខាច់ឲ្យយើងកន្លែងនេះខ្ញុំ clear មួយសិនអញ្ចឹងយើងអាចធ្វើការ inspect element មកហើយចូល network network អូខេនេះ status អញ្ចឹងនៅពេលដែលយើងចុចចូល status ឃើញកន្លែងនេះ304 not modify អូខេហើយបើយើងមកមើល request របស់យើងឃើញ1ឥឡូវខ្ញុំ request 2 ដងទៀតចេញពី browser 1 2អូខេឥឡូវ clear ម្ដងទៀតអត់សូវច្បាស់មិញខ្ញុំ enter តែម្ដង1 2 3ចឹងយើងឃើញថាចូលមកតែម្ដងទេហើយ2 request ទៀតគឺវាចេញពីខាច់តែម្ដងសម្រាប់តាក់ទងនឹង app វិញគឺវាមានវិធីសាស្ត្រតាក់ទងនឹងខាច់នឹងដែរបើខ្ញុំមើលតាម document គឺយើងអាចប្រើclient ហ្នឹង REST client ហ្នឹងនៅពេលដែល request ទៅគឺមានកន្លែង option មួយ option ដែលយើងធ្វើការ set header អូខេអញ្ចឹងងាយសម្រាប់បងប្អូនដែលអត់ចង់ custom ឬក៏សរសេរ code ច្រើនតាក់ទងនឹងខាច់ REST API យើងអាចប្រើវិធីសាស្ត្រហ្នឹងបានអូខេយើងប្រើជាមួយនឹង e-take មកពាក្យថា entity take តំណាងឲ្យតម្លៃunique value ណាមួយអូខេអរគុណច្រើនគ្នាបាយបាយ